តាមការអញ្ជើញរបស់ឯកឧត្តមអ៊ីចឹងសឹងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិនសម្ដេចវិបុលសេនាធិក្តីសៃឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី4ដល់ថ្ងៃទី7ខែកក្កដាឆ្នាំ2016អញ្ជើញជូនដំណើរសម្ដេចវិបុលសេនាធិក្តីសៃឈុំនិងគណៈប្រតិភូដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានវត្តមានឯកឧត្តមនៃពេណាអនុប្រធានទី1ឯកឧត្តមតេពងនអនុប្រធានទី2ប្រសិទ្ធិនិងឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាប្រសិទ្ធិនិងមន្ត្រីអ្នកមុខអ្នកការប្រសិទ្ធិដោយឡែកលោកជំទាវប៊ូជាងហ្គរឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមានក្នុងឱកាសជូនដំណើរនេះផងដែរយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភាឲ្យដឹងថាក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននេះសម្ដេចវិបុលសេនាធិក្តីសៃឈុំនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមអ៊ីចឹងសឹងប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជួបសម្ដែងការគួរសមជាមួយឯកឧត្តមជាងទៅជាងប្រធានសភាតំណាងប្រជាជនចិននិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនមួយចំនួនទៀតព្រមទាំងទេសនាតំបន់ពាណិជ្ជកម្មនិងឧស្សាហកម្មមួយចំនួនក្នុងរដ្ឋធានីប៉េកាំងនៅវេលាម៉ោង 16:10 នាទីល្ងាចថ្ងៃទី4ខែកក្កដាឆ្នាំ2016គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជាដឹកនាំដោយសម្ដេចវិបុលសេនាធិក្តីសៃឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដល់រាជធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះលេខ CZ324 អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដល់ចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងមានឯកឧត្តមស៊ូហុយអគ្គលេខាធិការរងសភាប្រឹក្សានយោបាយប្រជាជនចិនលោកជំទាវខេត្តកៃម៉ាលីស៊ីសូដាឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសចិនជាច្រើនរូបទៀតសូមបញ្ជាក់ថាសមាជិកភាពប្រតិភូរួមដំណើរសម្ដេចវិបុលសេនាធិក្តីសៃឈុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរួមមានឯកឧត្តមអុកប៊ុនឈឿនប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភាលោកជំទាវមានសំអានប្រធានគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃព្រឹទ្ធសភាឯកឧត្តមមុំប៊ុននាងប្រធានស្ដីទីគណៈកម្មការអង្គការបោះសម្អាតនិងប្រឆាំងអំពើពុករលួយនិងជាអនុប្រធានក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជាជាមួយសភាប្រឹក្សានយោបាយប្រជាជនចិនឯកឧត្តមប្រាក់ចម្រើនសមាជិកព្រឹទ្ធសភានិងជាសមាជិកក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជាជាមួយសភាប្រឹក្សានយោបាយប្រជាជនចិនឯកឧត្តមអ៊ុំសារិទ្ធអគ្គលេខាធិការព្រឹទ្ធសភានិងឯកឧត្តមមុំសរិននាយកខុទ្ទកាល័យសម្ដេចវិបុលសេនាធិក្តីប្រធានព្រឹទ្ធសភា